ចាត់ទស្សនិកជនជាទីមេត្រីរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នៅនយោបាយកំណែទម្រង់ធ្វើយ៉ាងណាឲ្យមន្ត្រីសាធារណៈបម្រើប្រជាពលរដ្ឋឲ្យបានល្អគ្រប់វិស័យចាកំណែទម្រង់នេះបានផ្ដល់ជាលទ្ធផលវិជ្ជមានជាច្រើនប៉ុន្តែទម្លាប់អាក្រក់របស់មន្ត្រីរាជការមួយចំនួននៅតែបង្កជាឧបសគ្គទៅដល់នយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលដូច្នេះអំណះតទៅជាពេលវេលាដែលកំណែទម្រង់ពិតប្រាកដរីឯឱកាសសម្រាប់មន្ត្រីអសកម្មទាំងឡាយប្រហែលជាត្រូវបញ្ចប់ហើយនេះគឺជាប្រធានបទនៃបទវិភាគរបស់លោកប៉ែនបូណាសម្រាប់ថ្ងៃនេះចាលោកប៉ែនបូណាយើងឃើញថាកន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនៅនយោបាយកំណែទម្រង់ជាច្រើនសម្ដៅធ្វើយ៉ាងណាឲ្យមន្ត្រីរាជការបម្រើរាជកាន់តែល្អប៉ុន្តែយើងណាក៏ដូច្នេះហើយនេះខ្ញុំចង់ដឹងថារហូតមកដល់ពេលនេះលោកឃើញថាមានការប្រែប្រួលអ្វីខ្លះនៅក្នុងវិស័យសាធារណៈរបស់កម្ពុជាយើងចាបាទរ៉ានីគេនៅចាំបានថានៅពេលចាប់ផ្ដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងក្រោយពីបង្កើតរាជរដ្ឋាភិបាលអាណត្តិទី5ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនបានផ្ញើសារធ្ងន់ធ្ងរនិងមានអត្ថន័យបំផុតសម្រាប់កំណែទម្រង់រដ្ឋសារសំខាន់ជាងគេមួយដែលយើងចងចាំគឺប្រមុខរាជរដ្ឋាភិបាលនឹងថាសូមឲ្យមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ឆ្លោះកញ្ចក់និងដោះក្អែលឲ្យបានស្អាតមុនពេលបំពេញការងារដើម្បីធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋនិងបម្រើប្រទេសជាតិឲ្យបានល្អ